សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel I Talk English ហើយថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតសម្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីពាក្យនិងប្រយោគបាទជាដូចថាតាក់ទងជាមួយនឹងស្នេហាពាក្យ romantic អីចឹងណាបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនទាំងអស់នេះជាភាសាអង់គ្លេសអូខេតោះអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាបាទសម្រាប់ប្រយោគនេះបាទអ្នកទាំងអស់គ្នាស្គាល់ហើយពេលដែលយើងនិយាយថាខ្ញុំស្រឡាញ់អ្នកបងស្រឡាញ់អូនឬក៏អូនស្រឡាញ់បងហ្នឹងបាទភាសាអង់គ្លេសយើងនិយាយថា I love you បាទ I love you នេះយើងថានឹកវិញបាទខ្ញុំនឹកអ្នកបងនឹកអូនអូននឹកបងអញ្ចឹងប្រយោគអង់គ្លេសយើងថា I miss you បាទ I miss you អ្នកជាពិភពលោករបស់ខ្ញុំបាទអ្នកជាពិភពលោករបស់ខ្ញុំ You are the world to me You are the world to me បាទពាក្យ world ហ្នឹងគឺពិភពលោកបាទពិភពលោកអ្នកជាមនុស្សដែលខ្ញុំស្រឡាញ់ You are my crush បាទដែលយើងនិយមនិយាយ crush ហ្នឹងបាទមនុស្សដែលខ្ញុំស្រឡាញ់ណាបាទ You are my crush អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់អ្នកជាគូព្រេងរបស់ខ្ញុំបាទពាក្យថាគូព្រេងនេះអង់គ្លេសយើងហៅថា soulmate soulmate You are my soulmate អ្នកជាគូព្រេងរបស់ខ្ញុំ You are my soulmate សង្សារបាទពាក្យសង្សារនេះយើងហៅ sweetheart sweetheart សង្សារហើយពាក្យថាមិត្តប្រុសបាទមិត្តប្រុសយើងហៅ boyfriend boyfriend មិត្តប្រុសហើយដល់តែពេលមិត្តស្រីបាទយើងហៅ girlfriend girlfriend ពាក្យថាអូនសម្លាញ់ឬក៏បងសម្លាញ់ហ្នឹងបាទភាសាអង់គ្លេសយើងអាចប្រើបានដូចជាពាក្យ dear darling ឬក៏ honey បាទ dear darling honey អូនសម្លាញ់បងសម្លាញ់បាទពាក្យថាស្រឡាញ់យើងស្គាល់ហើយយើងថា to love បាទនេះយើងប្រើវាជាកិរិយាសព្ទណា to love ស្រឡាញ់ហើយដល់ទៅពេលយើងប្រើវាជានាមបាទពាក្យថា love ហ្នឹងយើងស្គាល់ហើយយើងអាចនិយាយថាស្នេហាក៏បានឬក៏ការស្រឡាញ់បាទនេះយើងប្រើ love ជានាមអោបបាទអោបហ្នឹងអង់គ្លេសយើងហៅថា to hug អោបហើយពាក្យនេះបាទស្គាល់ដែរហើយគឺពាក្យថាថើបអង់គ្លេសយើងហៅថា to kiss បាទពាក្យ kiss ហ្នឹងបាទថើបនឹក miss បាទ miss នឹកញ៉ែបាទអង់គ្លេសយើងហៅថា flirt ញ៉ែដល់នេះពាក្យថាចែចង់បាទវាដូចគ្នាដែរហ្នឹងញ៉ែចែចង់ហ្នឹងអង់គ្លេសគេមានពាក្យមួយផ្សេងទៀតគេហៅ court បាទចែចង់គួរឲ្យស្រឡាញ់បាទដែលយើងចូលចិត្តនិយាយថា cute ហ្នឹងបាទមួយទៀតគេហៅថា lovely ក៏បានគួរឲ្យស្រឡាញ់ lovely ឬក៏ cute ធ្លាក់ក្នុងអន្លង់ស្នេហ៍បាទពេលដែលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ហ្នឹងអង់គ្លេសហៅថា fall in love ធ្លាក់ក្នុងអន្លង់ស្នេហ៍ស្នេហាពិតបាទស្នេហាពិតគេហៅថា true love ស្នេហាពិតស្នេហាដំបូងបាទស្នេហាដំបូងយើងហៅ first love ស្នេហាដំបូងបែកគ្នាបាទបែកគ្នាយើងហៅ break up បែកគ្នាលែងលះ divorce
divorce លែងលះជំងឺស្នេហាបាទជំងឺស្នេហាយើងហៅថា love sick ជំងឺស្នេហារាត្រីទឹកឃ្មុំបាទរាត្រីទឹកឃ្មុំរាត្រីទឹកខ្មេះយើងហៅថា honeymoon រាត្រីទឹកឃ្មុំខ្ញុំស្រឡាញ់អ្នករហូតបាទខ្ញុំស្រឡាញ់អ្នករហូត I love you forever I love you forever បាទ forever ហ្នឹងមានន័យថារហូតណាបាទអ្នកគឺជាដង្ហើមរបស់ខ្ញុំ You are my breath You are my breath បាទ breath ហ្នឹងយើងថាដង្ហើមណាបាទសូម my breath ដង្ហើមរបស់ខ្ញុំអ្នកគឺជាដង្ហើមរបស់ខ្ញុំ You are my breath អ្នកគឺជាជីវិតរបស់ខ្ញុំបាទអ្នកគឺជាជីវិតរបស់ខ្ញុំ You are my life បាទ life ហ្នឹងគឺជីវិតណា You are my life អ្នកគឺជាជីវិតរបស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនឹងវីដេអូមួយនេះបាទកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងចុះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀត